តកតងជាមួយនឹងស្លាកអាជីវកម្មឬក៏ស្លាកយីហោរបស់យើងណាមានពីររឿងទី1គឺតកតងជាមួយនឹងពន្ធអញ្ចឹងបើសិនជាអាជីវកម្មយើងមានចុះបញ្ជីពន្ធដារគឺត្រូវជាប់ពន្ធលើស្លាកយីហោមួយទៀតដែលពន្ធលើស្លាកយីហោនេះគឺតម្រូវឲ្យបង់ជាប្រចាំឆ្នាំគេហៅថាពន្ធប្រភេទប្រចាំឆ្នាំមួយឆ្នាំយើងបង់ម្ដងជាទូទៅតតែសហគ្រាសនឹងគាត់បានចុះបញ្ជីមានលេខសម្គាល់ចុះបញ្ជីពន្ធដារឲ្យត្រឹមត្រូវបានគាត់អាចស្នើសុំក្នុងការបង់ពន្ធលើស្លាកយីហោនឹងបានហើយដើម្បីគណនាពន្ធនឹងបានគឺគេមើលទំហំអក្សរទំហំស្លាកយីហោរបស់យើងនឹងដើម្បីគណនាពន្ធអញ្ចឹងណារឿងទី2ស្លាកយីហោនឹងដូចគ្នាអត់តាក់ទងជាមួយនឹងពន្ធទេគឺសាលាក្រុងគេយកអញ្ចឹងខាងសាលាក្រុងក៏គេមានយកថ្លៃសេវាទៅលើស្លាកអាជីវកម្មឬក៏ស្លាកផ្ទាំងផ្សាយពាណិជ្ជកម្មយើងនឹងដែរហើយការយកនេះអត់ចាំបាច់ថាតតែសហគ្រាសក្រុមហ៊ុនហ្នឹងចុះបញ្ជីបង់ពន្ធទេគឺវាដាច់ដោយឡែកពីគ្នាអញ្ចឹងហើយបងប្អូនមួយចំនួនប្រហែលជាធ្លាប់ឃើញធ្លាប់ដឹងធ្លាប់ឮធ្លាប់ជួបផ្ទាល់ក្នុងករណីដែរខាងសាលាក្រុងឬក៏ខាងអ្នកពាក់ព័ន្ធសាលាក្រុងហ្នឹងគេមកស្នើសុំឲ្យយើងបង់សេវាទៅលើអាស្លាកយីហោរបស់ទីតាំងសហគ្រាសរបស់យើងឬក៏ហាងរបស់យើង